សួស្តីប្រិមិត្តនិងបងប្អូនទាំងអស់គ្នាដែលកំពុងតាមដានស្ដាប់វីដេអូមួយនេះថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាត្រឡប់ទៅកាន់ទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់និងរន្ធត់បំផុតមួយរបស់កម្ពុជាដែលសូម្បីតែពេលវេលាក៏មិនអាចលុបលាងស្នាមឈាមនិងទឹកភ្នែកដែលស្រក់នៅលើទឹកដីនោះបានដែរទីនោះគឺភ្នំដងរែកប៉ុន្តែសម្រាប់អ្នកដែលរស់រានមានជីវិតពីឆ្នាំ1979ទីនោះមានឈ្មោះមួយទៀតថាភ្នំខ្មោចតើមានអ្វីកើតឡើងនៅទីនោះហេតុអ្វីបានជាភ្នំដ៏ស្រស់ស្អាតប្រែជាវាលពិឃាតដែលពោពេញទៅដោយវិញ្ញាណវិលវល់មិនទៅណាសូមស្ដាប់នៅសោកនាដកម្មនេះទាំងអស់គ្នាក្រោយថ្ងៃទី7ខែមករាឆ្នាំ1979ប្រជាជនខ្មែររាប់ម៉ឺននាក់ដែលខ្លាចសង្គ្រាមស៊ីវិលបាននាំគ្នាភៀសខ្លួនទៅកាន់ព្រំដែនថៃពួកគេសង្ឃឹមថានឹងបានរួចផុតពីការបង្ហូរឈាមប៉ុន្តែនៅខែមិថុនាឆ្នាំដដែលរដ្ឋាភិបាលថៃបានសម្រេចចិត្តរុញច្រានជនភៀសខ្លួនត្រឡប់មកវិញឡានក្រុងរាប់រយគ្រឿងបានមកដល់ទាហានបានប្រាប់ទៅកាន់បងប្អូនខ្មែរយើងថាឡើងឡានមកខ្ញុំនឹងដឹកអ្នកទៅកន្លែងដែលមានសុវត្ថិភាពមានបាយហូបមានផ្ទះនៅដោយសារតែការស្រេកឃ្លាននិងភាពភ័យខ្លាចមនុស្សប្រមាណ 4500 នាក់បានឡើងឡានទាំងទឹកមុខញញឹមពួកគេនឹងមិនដឹងទេថាឡានទាំងនោះកំពុងដឹកពួកគេទៅកាន់មាត់ជ្រោះនៃសេចក្តីស្លាប់នៅពេលឡានឡើងទៅដល់កំពូលភ្នំដងរែកក្បែរប្រាសាទព្រះវិហារទាហានថៃបានបង្ខំឲ្យគ្រប់គ្នាដើរចុះពីលើឡានរួចតម្រង់កាំភ្លើងដេញពួកគេចុះពីលើឡាននិងបង្ខំឲ្យចុះទៅតាមចំណោតភ្នំដ៏ចោតនៅខាងក្រោមគឺមានតែជ្រៅជ្រៅនិងព្រៃក្រាស់ដែលមើលមិនឃើញបាតសម្រែកយំសោកបានបន្លឺឡើងពេញអាកាសមនុស្សចាស់ជរាដួលលើថ្មក្មេងតូចៗយំអោបជើងម្ដាយប៉ុន្តែទាហានគ្មានចិត្តមេត្តាឡើយពួកគេបាញ់ផ្លោងពីក្រោយដើម្បីបង្ខំឲ្យមនុស្សម្នាក់រត់ចុះទៅក្នុងជ្រោះគ្រានោះហើយដែលក្របមីនរាប់ពាន់ក្របដែលបានបង្កប់នៅក្នុងដីបានចាប់ផ្ដើមផ្ទុះឡើងយ៉ាងសន្ធោសន្ធៅមនុស្សម្នាក់ដើរជន់មីនផ្ទុះដាច់ជើងម្នាក់ទៀតចូលទៅជួយក៏ជន់មីនមួយទៀតផ្ទុះស្លាប់ទាំងពីរនាក់សាកសពនៅគោលលើគ្នាមនុស្សរស់ត្រូវលូនកាត់សាកសពដែលស្អុយរលួយក្លិនឈាមភាយពេញព្រៃភ្នំអ្នកខ្លះត្រូវដេកដកដង្ហើមចង្រិតនៅកណ្ដាលផ្លូវព្រោះគ្មាននរណាអាចជួយនរណាបានសូម្បីតែម្ដាយយំអោបសពកូនក៏ត្រូវរុញឲ្យដើរទៅមុខបន្តដែរអ្នកដែលចុះទៅដល់បាតភ្នំមិនមែនមានន័យថារស់ទេពួកគាត់អាចនឹងជួបគាំងនៅជន្លង់ភ្នំគ្មានអាហារគ្មានថ្នាំសង្កូវអាហារដែលមួយគត់គឺមើមឈើនិងស្លឹកឈើចំណែកទឹកផឹកគឺទឹកអូដែលល្អក់កកទៅដោយឈាមនិងខ្ទុះសាកសពដែលហូរធ្លាក់ពីលើភ្នំមនុស្សជាច្រើនបានស្លាប់ដោយសារជំងឺអាសន្នរោគបន្ថែមលើអ្នកដែលជន់មានស្លាប់ទីនោះហើយដែលពាក្យថាភ្នំខ្មោចត្រូវបានគេប្រសិទ្ធនាមឲ្យយ៉ាងពិតប្រាកដរហូតមកដល់សប្តាហ៍ថ្ងៃទោះបីជាសង្គ្រាមបានបញ្ចប់ទៅយូរហើយក្តីប៉ុន្តែដានមរណៈនៅដិតដាមនៅទីនោះអ្នកស្រុកនិងអ្នកដើរព្រៃតែងតែជួបប្រទះរឿងចម្លែកដែលមិនអាចពន្យល់បានសំឡេងលាន់ឮនៅយប់ស្ងាត់ខ្យល់បក់តាមជ្រលងភ្នំគេតែងតែឮសំឡេងដូចមនុស្សរាប់ម៉ឺននាក់កំពុងធ្ងោនិងយំអង្វររកជំនួយអ្នកខ្លះធ្លាប់ឃើញស្រមោលមនុស្សក្នុងជុតខ្មៅស្ពាយបង្វិចដើរតម្រង់ជួរគ្នាចូលទៅក្នុងចំណោតភ្នំរួចក៏បាត់ស្រមោលសូន្យមានរឿងនិទានថាវិញ្ញាណអ្នកដែលបានស្លាប់ដោយការស្រេកឃ្លានតែងតែបង្ហាញខ្លួនមកសុំបាយទឹកអ្នកដំណើរអ្នកស្រុកជឿថាវិញ្ញាណទាំងនោះមិនទាន់អាចទៅចាប់ជាតិបានឡើយព្រោះពួកគេត្រូវស្លាប់ទាំងការជឿចាប់និងសេចក្តីស្រេកឃ្លានបំផុតប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសោកនាដកម្មនៅភ្នំខ្មោចឬភ្នំដងរែកនេះគឺជាមេរៀនដ៏ធំមួយសម្រាប់កូនខ្មែរគ្រប់រូបសូមកុំឲ្យប្រវត្តិសាស្ត្របែបនេះកើតឡើងម្ដងទៀតសូមឧទ្ទិសកុសលផលបុណ្យទាំងឡាយដល់វិញ្ញាណក្ខន្ធបុព្វបុរសនិងបងប្អូនខ្មែរយើងដែលបានចែកឋាននៅលើភ្នំដងរែកសូមឲ្យលោកបានទៅកាន់សុគតិភពកុំឲ្យវិលវល់នៅក្នុងក្តីទុក្ខទៀតឡើយជាចុងក្រោយសូមអរគុណបងប្អូនសម្រាប់ការតាមដានស្ដាប់ប្រសិនជាបងប្អូនមានមតិយោបល់ឬធ្លាប់ដឹងរឿងរ៉ាវចម្លែកផ្សេងទៀតអំពីភ្នំខ្មោចសូមបងប្អូនបញ្ចេញមតិខាងក្រោមសូមកុំភ្លេចជួយ like និង subscribe ដើម្បីទទួលបានរឿងរ៉ាវប្រវត្តិសាស្ត្រថ្មីៗបន្ថែមទៀតសូមអរគុណសូមជម្រាបលា